ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនតាក់ទងទៅនឹងផេះកាមណាខ្ជុំកាមបងប្អូនបាទព្រោះមានបងប្អូនគាត់ comment សួរនៅក្នុង YouTube channel របស់ខ្ញុំបាទគាត់សួរថាតាក់ទងទៅនឹងការប្រើប្រាស់ខ្ជុំកាមតើគួរធ្វើបែបណានៅពេលដែលយើងបំពួករួចហើយតើយើងគួរតែយកទៅលាងទឹកឬយកទៅត្រាំទឹកអញ្ចឹងណាឥឡូវខ្ញុំចង់បង្ហាញហើយនឹងបកស្រាយជាមួយបងប្អូនបាទនេះជាខ្ជុំកាមដែលយើងដុតបានហើយបងប្អូនបាទដុតបានហើយគឺយើងដុតអត់សោះទេយើងដុតផែជាខ្ទង់សោះ60ទៅ 65% ទេបងប្អូនឃើញនៅអញ្ចឹងហ៎បាទអញ្ចឹងជាទូទៅបងប្អូនគាត់ដុតហើយយកទៅប្រើតែម្ដងមែនទេអញ្ចឹងប្រើទៅលើស្រែទៅលើបន្លែឬក៏បន្លែដំណាំធំណាអញ្ចឹងសម្រាប់ដំណាំធំគឺអត់បញ្ហាទេអញ្ចឹងសម្រាប់ដែលបន្លែកូនបន្លែទូអញ្ចឹងវាដាក់ទៅអាចនឹងប្រៃជ្រុលណាបាទអញ្ចឹងសម្រាប់ចងល់បងប្អូនដែលគាត់ចង់សួរថាតើគួរធ្វើបែបណាសម្រាប់យើងបដោះកូនបន្លែអញ្ចឹងអ្វីសំខាន់ជាងគេគឺយើងយកទៅត្រាំទឹក 2-3 យប់សិនបាទបើបងប្អូនប្រើតិចបងប្អូនដាក់ស្វីត្រូទៅយើងដាក់អង្កាមនេះដាក់កុំព្យូទ័របងប្អូនបាទកុំព្យូទ័រហើយបងប្អូនចាក់ទឹកឲ្យលិចហើយត្រាំទុកមួយយប់អីទៅយើងដូរទឹកម្ដងណាបាទហើយបន្ទាប់មកមួយយប់ទៀតយើងត្រាំទឹកមួយយប់ទៀតយើងទឹកយើងចាក់ទី2ហ្នឹងយើងចាក់ចេញម្ដងទៀតបាទយើងចាក់2 ដង 3 ដងអីទៅបាទបន្ទាប់មកយើងយកផេះអង្កាមហ្នឹងយើងយកទៅលាយជាមួយអាចកូលាយជាមួយដីអីបានបើសិនជាយើងយកទៅលាយជាមួយនឹងវាផ្ទាល់តែម្ដងបែបនេះគឺប្រកាសវាប្រៃហើយលលួយកូនអញ្ចឹងណាបាទហើយវិធីសាស្ត្រមួយទៀតគឺយើងយកវាទៅបងប្អូនចង់មកឲ្យចិត្តបាទចង់មកឲ្យចិត្តចង់រៀងធូរទីបងប្អូនចង់បែបនេះបាទចង់មកវាចិត្តឲ្យធូរតិចមកបន្ទាប់បងប្អូនយកទៅត្រាំទឹកក្នុងទឹកស្ទឹងក៏បានទឹកអូក៏បានទឹកត្រពាំងក៏បានទឹកថ្លុកក៏បានទឹកបន្លាយក៏បានដែរឲ្យទៅមានទឹកបរិមាណច្រើនបានទឹកហូរកាន់តែល្អអញ្ចឹងណាត្រាំ 2-3 យប់បងប្អូនត្រាំទៅដើម្បីឲ្យវាអស់ជាតិអាក្បងវាហ្នឹងអញ្ចឹងវាពុកគេថាកាលណាអស់ក្បងអស់ល្អមែនទេប៉ុន្តែវាអត់ត្រូវការទេកូនផ្លែទូកាលណាយើងដាក់ក្បងច្រើនពេកវាអាចនឹងធ្វើឲ្យកូនផ្លែយើងវាលួយធំឡើងលួយអស់តែម្ដងអញ្ចឹងបងប្អូនរកបេណាដែលមានប្រហោងបាទឬបេនេះបេរបស់ខ្ញុំហ្នឹងគឺប្រហោងគ្រប់គ្រាន់ហ្មងឃើញអញ្ចឹងថាចិត្តទេប៉ុន្តែពេលដាក់ទឹកទៅចេញទឹកមកច្រើនហ្មងវាជ្រាបទឹកចេញទឹកច្រើនអញ្ចឹងវិធីសាស្ត្រនៃការប្រើប្រាស់ខ្ជុំកាមគឺខ្ញុំបានរៀបរាប់ខាងលើនេះអញ្ចឹងបងប្អូនអាចប្រើតាមវិធីនឹងក៏បានដែរឬបងប្អូនគិតថាលាយបរិមាណតិចអញ្ចឹងបងប្អូនមិនបាច់ចាំត្រាំទឹកក៏បានតែបងប្អូនថាប្រើបរិមាណច្រើនសុវត្ថិភាពបងប្អូនគួរតែយកទៅដាក់ត្រាំទឹកសិនណាត្រាំទឹក2 យប់ឬក៏3 យប់ទៅ3 យប់ 3 ថ្ងៃ2 យប់ 2 ថ្ងៃអីទៅត្រាំវាឲ្យវាចេញអស់ទៅបងប្អូនវាមិនខាតប្រហែលនេះចេញយើងយកមកប្រើធម្មតាមកមិនយើងគ្រាន់តែលាយអីកូបាទលាយលាមកសัตว์លាយដីអីបំមុកអីធម្មតាអញ្ចឹងណាអញ្ចឹងយើងទទួលបាននៅជីមួយដែលមានសុវត្ថិភាពអរគុណបាទនេះគឺជាវិធីសាស្ត្រនៃការរំលែកកូនណាបងប្អូនបាទសម្រាប់បងប្អូនដែលគាត់សាបនៅលើដីហើយគាត់ចង់បំបែកនៅលើត្រេនេះ2អញ្ចឹងសម្រាប់វិធីសាស្ត្រហ្នឹងគឺមួយរបៀបទៀតអានេះខ្ញុំបង្ហាញវិធីសាស្ត្រនេះយើងបដោះដោយសារបដោះមិនដោយសារគឺបដោះតាមរយៈគ្រាប់យើងញាត់ក្នុងម្ដៅយើងដាក់4 គ្រាប់ 5 គ្រាប់អញ្ចឹងណាបងប្អូនបាទតែវាអត់ខាតទេស្ពៃទឺវាធូរថ្លៃដែរបងប្អូនបាទអញ្ចឹងយើងអាចធ្វើការកាត់ចោលទុកទៅ2 ដើមបានហើយបងប្អូនស្រឡាញ់3ដាក់3ទៅក្នុងម្ដៅណាប៉ុន្តែខ្ញុំស្រឡាញ់តែ2ទេបងប្អូនចង់ដាក់មួយក៏មួយទៅបាទវាអត់ខាតទេពេលទៅវាគ្រាប់ធូរថ្លៃដែរបងប្អូនបាទហើយបន្ទាប់មកយើងរំលែកវាយើងមកដាក់នេះព្រោះដូចខ្ញុំថាពីវីដេអូមុនអញ្ចឹងណាបាទវាអត់អាចគ្រប់ជ្រុងជ្រោយអស់ទេវាអាចតែងតែមានខ្វះចន្លោះខ្លះណាអញ្ចឹងយើងជួយតិចតួចបាទអញ្ចឹងបងប្អូនចង់បានឥតខ្ចោះតែម្ដងបងប្អូនសាបកូននៅលើដាក់ដីនៅលើថាសតែថាបែបនេះបងប្អូនតែថាសវាទៅថាសជ័របាទថាសស្នោមានប្រហោងបើរៀបដីទៅបងប្អូនល្មមប៉ុណ្ណឹងបងប្អូនដកចេញមកដកហើយយើងដាក់នៅក្នុងត្រេហ្នឹងរៀបដីនៅក្នុងត្រេឲ្យស្មើឲ្យអស់ហើយ
ទៅបងប្អូនដកកូនប៉ុណ្ណឹងណាបាទដកកូនប៉ុណ្ណឹងមកកុំឲ្យធំទៀតពេកឲ្យទៅយីទៀតបានណាព្រោះនេះរឹកជ្រើណាបាទហើយបងប្អូនយកមកដាក់នៅលើនេះលើប្រហោងនេះ2មកសម្រាប់ពេលទឿដាក់2បាត់ស្វ័យកញ្ញាញ់បងប្អូនដាក់មួយទៅព្រោះស្វ័យកញ្ញាញ់ទីការគុំធំដែរណាបាទបងប្អូនចង់ដាក់2ដាក់មួយទៅសាច់ចិត្តបងប្អូនទេដល់ស្រឡាញ់ណាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនវីដេអូតទៀតតកតងទៅនឹងការបំបែកបាទឥឡូវដល់វគ្គខ្ញុំបង្ហាញបងប្អូនពីការរំលោះឬក៏យើងយកកូនហ្នឹងទៅដាក់នៅលើរុនថ្មីណាបាទខ្ញុំបង្ហាញពីខាងដើមអញ្ចឹងរុនវាអត់អាចដុសរូបអស់ទេអញ្ចឹងយើងត្រូវតែបំបែកវាតែពិតវីដេអូនេះខ្ញុំធ្វើរៀងយឺតតិចបងប្អូន2ថ្ងៃមុនបានល្អព្រោះឲ្យកូននេះវាវែងកណាវែងឬច្រើនណាឬច្រើនវាបាក់ដកហើយពេលដកអញ្ចឹងវាអាចអន់អញ្ចឹងណាអញ្ចឹងវាអស់ដីច្រើនចេញពីផ្សេងទៀតអញ្ចឹងរុនដែលយើងដកមកហ្នឹងវាបាន6ដើមមែនទេអញ្ចឹងយើងទុក2ដើមទៅវិញអញ្ចឹងគាត់នឹងទុក2ដើមអញ្ចឹងវាអស់ដីវាផតអញ្ចឹងតម្រូវត្រូវយកដីទៅដាក់ថែមបន្ទាប់ពីយើងជួសហើយបងប្អូនបាទនេះយើងជួសពីអាណាមួយហ្នឹងយើងដកពីកន្លែងរុនត្រេផ្សេងហ្នឹងគឺយើងយកទៅដាក់ប្រគ្រប់ឲ្យបាន2 3ទៅបងប្អូនបាទព្រោះជំពឹកបកាខ្លាយអាណាងាប់អីចឹងណាបាទប៉ុន្តែនេះអត់ងាប់ទេវាស្អីយើងផែនការរបស់យើងអត់មានយក